SCP-3700 គឺជាបកងយក្សសមុទ្រដែលវាគឺជា SCP មួយដែលកើតសាហាវវាមានរូបរាងធំទំហំរបស់វាគឺធំមែនទែនធំជាងសត្វផ្សេងៗនៅក្នុងសមុទ្រហើយវាអាចវាយប្រហារសត្វឬមនុស្សផ្សេងៗបានដោយងាយដោយមិនមានការលំបាកសម្រាប់វាហើយចង់ដឹងថាសាច់រឿងយ៉ាងណាតើមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកនរសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី SCP-3700 SCP-3700 គឺជា SCP មួយដែលវាមានរូបរាងជាសត្វបកងហើយបកងគឺវាមានទំហំធំមែនទែនធំខ្លាំងបកងមួយនេះវាមានទំហំនិងប្រវែងរបស់វា16គីឡូម៉ែត្រហើយនៅលើក្បាលរបស់វាគឺមានរូបដូចជារូបគំនូអញ្ចឹងដែលគូនៅលើក្បាលរបស់វាគឺជារូបរបស់មនុស្សស្រីដែលមើលទៅគឺចម្លែកមែនទែនដែលនេះហើយដែលគេបញ្ជាក់ថាវាគឺជា SCP-3700 ហើយនៅក្នុងនោះដែរគេបានដាក់ឲ្យវាថាគឺ SCP-3701 ដោយសារតែមាន SCP-3701 ទៀតដែលវាជាសត្វចម្លែកដូចគ្នាអញ្ចឹងណាឥឡូវខ្ញុំមកនិយាយអំពី SCP-3701 សិន SCP-3701 ហ្នឹងគឺជាបកងយក្សដែលវាមានសមត្ថភាពខ្លាំងវាអាចសម្លាប់មនុស្សបានដោយងាយហើយនឹងវាប្រហារសត្វផ្សេងៗបានដោយងាយ SCP មួយនេះវាមានថាមពលដែលថាមពលរបស់វាគឺបញ្ចេញតាមក្របភ្នែករបស់វាដែលមើលទៅដូចជាយុទ្ធសាស្ត្រអញ្ចឹងហើយមួយទៀត SCP មួយនេះគឺវាមានសមត្ថភាពរត់លឿនគឺសមត្ថភាពរបស់វារត់ប្រហែលជា100គីឡូម៉ែត្រក្នុង1ម៉ោងគឺរត់លឿនមែនទែនហើយនេះគឺជាសមត្ថភាពមួយដែលសត្វផ្សេងៗអាចធ្វើបានអញ្ចឹងណាហើយ SCP មួយនេះវាចូលចិត្តការប្រយុទ្ធប្រឆាំងហើយនឹងសម្លាប់សត្វផ្សេងៗជាពិសេសគឺវាទៅសម្លាប់មនុស្សដែលនេសាទនៅលើទីទឹកអញ្ចឹងណាដែលអ្នកណាដែលទៅនេសាទនៅតាមសមុទ្រអញ្ចឹងគឺវាចូលចិត្តវាប្រហារមែនទែនហើយការវាប្រហាររបស់វាប្រើដង្កៀបដោយមុតស្រួចរបស់វានឹងធ្វើការគៀបទៅលើទូករបស់អ្នកនេសាទឬក៏ណាមួយវាអាចធ្វើសម្លាប់មនុស្សបានដោយវិធីមួយទៀតគឺវាធ្វើឲ្យទឹកហ្នឹងមានការគួចទឹកទៅក៏អាចស្រូបយកអ្នកនេសាទនឹងបានផងដែរឥឡូវយើងចូលមកដល់ SCP-3702 ម្ដង SCP-3702 នេះគឺជាសត្វចម្លែកមួយដែលវាមានរូបរាងដូចជាទង់អញ្ចឹងក៏គ្រាន់តែថាវាមានដៃដូចជាសត្វបកងអញ្ចឹងណាក៏ប៉ុន្តែដៃហ្នឹងវាខុសគ្នាដូចមើលទៅដូចមមីដូចរោមអញ្ចឹងណាក៏ប៉ុន្តែដៃហ្នឹងគឺសាហាវមែនតើវាអាចបង្រិចបង្រួមហើយវាអាចធ្វើឲ្យខ្លួនវាហ្នឹងវែងខ្លីទៅតាមអ្វីដែលវាចង់បានហើយណាមួយសត្វនេះគឺវាអត់ចេះងាប់នោះទេគឺអត់ចេះងាប់តែម្ដងមិនថាវាប្រហារឬក៏អ្នកណាពីប្រហារវាក៏អត់ស្លាប់នោះដែរដោយសារតែវារូបរាងរបស់វាហ្នឹងគឺអាចបរិចបរួមទៅតាមអ្វីដែលវាចង់ធ្វើអញ្ចឹងណាហើយសត្វ SCP-3702 នេះវាមានប្រវែង32គីឡូម៉ែត្រគឺវែងមែនតើគឺមើលទៅគឺវាវែងអញ្ចឹងណាហើយសមត្ថភាពរបស់វាគឺខ្លាំងក្លាមែនតើវាប្រើដៃបរិចបរួមរបស់វាហ្នឹងដើម្បីវាប្រហារទៅកាន់សត្រូវរបស់វាអញ្ចឹងណាហើយមួយទៀតអ្នកគ្នាសត្វមួយនេះគឺវាមានរូបគំនូរូបលើខ្លួនរបស់វាគឺដូចជារូបគំនូដែលគេគូអញ្ចឹងគឺមានរូបស្ត្រីដូចជា SCP-3701 អញ្ចឹងហើយមួយទៀត SCP-3702 នេះគឺវាមានសមត្ថភាពគឺវាអាចហាមាត់របស់វាបានរហូតទៅដល់3គីឡូម៉ែត្រគឺធំមែនទែនហើយអាចលេបអ្វីបានទាំងអស់គឺមិនថាមនុស្សមិនថាសត្វមិនថាសត្វសមុទ្រផ្សេងៗគឺអាចលេបបានទាំងអស់មិនថាសំបីតាកោះមួយក៏វាអាចលេបបានផងដែរហើយ SCP មួយនេះគឺវាមានសមត្ថភាពខ្លាំងគឺវាអាចធ្វើឲ្យគួចខ្លាំងមែនទែនគឺអាចគួចយកអ្វីបានទាំងអស់មិនថាអ្នកនេសាទមិនថាកោះមិនថាអីគឺគួចស្រូបយកទាំងអស់ហើយមួយទៀតគឺវាមានសមត្ថភាពខ្លាំងវាអាចកំទេចទុកបានដោយងាយដោយប្រើកតុយរបស់វាហើយសមត្ថភាពរបស់វាមួយទៀតគឺវាអាចធ្វើឲ្យមានរលកសំឡេងចេញពីមាត់របស់វាគឺខ្លាំងមែនទែនហើយវាអាចរស់អាភ្លើងចេញពីមាត់របស់វាគឺភ្លើងនឹងមានពណ៌ខៀវគឺមើលទៅគឺចម្លែកហើយវាមានសមត្ថភាពសាហាវមែនទែនវាអាចសម្លាប់អ្វីបានទាំងអស់ហើយភ្លើងពណ៌ខៀវរបស់វានេះគឺអាចដុតបានអ្វីទាំងអស់មិនថានៅក្នុងទឹកក៏អាចឆេះបានផងដែរ SCP-3702 នេះគឺវាមានចរិតលក្ខណៈដូចជា SCP-3701 អញ្ចឹងគឺវាចូលចិត្តការវាយប្រហារនិងសម្លាប់សត្វផ្សេងជាពិសេសគឺសម្លាប់មនុស្សតែម្ដងគឺវាសម្លាប់មនុស្សនិងស៊ីមនុស្សយកធ្វើជាចំណីអាហារមិនថាត្រីផ្សេងក៏វាសម្លាប់ធ្វើជាអាហាររបស់វាផងដែរ SCP មួយនេះនៅពេលដែលវាជួបជាមួយនឹង SCP-3701 គឺវាធ្វើការវាយប្រហារគ្នាគឺវាយប្រហារគ្នាយកតែមកគឺវាយប្រហារគ្នាធ្វើឲ្យផ្អើលរង្គើទឹកពេញនឹងតែម្ដងណាហើយនៅពេលដែលវាយប្រហារគ្នានឹងវាចាប់ដើមប្រើថាមពលដែលមាននៅក្នុងខ្លួនរបស់វាណាដូចជា SCP-3701 វាប្រើថាមពលចេញពីភ្នែករបស់វាដែលមានដូចជាសិលអញ្ចឹងណាវាប្រើថាមពលនឹងសម្រាប់វាយប្រហារទៅកាន់ SCP-3702 ហើយ SCP-3702 ហ្នឹងក៏ប្រើថាមពលរបស់វាហ្នឹងដើម្បីវាយប្រហារទៅនឹង SCP-3701 ដោយប្រើថាមពលរបស់វាហាមាត់បញ្ចេញរលកសំឡេងដ៏ខ្លាំងហើយវាប្រើភ្លើងចេញពីមាត់របស់វាអញ្ចឹងណាដើម្បីកំទេច SCP-3701 ហើយជាចុងក្រោយហ្នឹង SCP ទាំងពីរនេះក៏បានប្រយុទ្ធប្រឆាំងគ្នាហើយក៏អត់អាចឈ្នះ SCP-3702 ផងដែរដោយសារតែ SCP-3702 ហ្នឹងគឺវាមានសមត្ថភាពខ្លាំងហើយក៏វាអាចចេញងាប់ផងដែរដោយសារតែរូបរាងរបស់វាអាចបរិចបរួមហើយ
អាចធ្វើឲ្យខ្លួនរបស់វានឹងស្វិតអញ្ចឹងហើយ SCP-3701 អាចសម្លាប់វាបានទេហើយក្រោយមកហ្នឹងក្រុម SCP Foundation ក៏បានធ្វើការទៅស្រាវជ្រាវតាក់ទងទៅនឹង SCP ទាំងពីរនេះអញ្ចឹងណាចង់ដឹងថាទីតាំងរបស់វានឹងរស់នៅណាឲ្យប្រកាសអញ្ចឹងណាស្រួលគេចាប់វាយកមកធ្វើការស្រាវជ្រាវនិងពិសោធន៍អំពីវាក៏ប៉ុន្តែនៅពេលដែលក្រុម SCP Foundation ទៅដល់ទីនោះគឺធ្វើការស្រាវជ្រាវនៅក្នុងសមុទ្រណាក៏ស្វែងរកអត់ឃើញនោះទេលុះគេព្យាយាមស្វែងរករហូតដល់តែឃើញ SCP-3700 ដែលវាមាន2 SCP-3701 ហើយនិង SCP-3702 SCP-3700 នេះគឺវារស់នៅអត់មានទីតាំងច្បាស់លាស់នោះទេគឺវារស់នៅចល័តតែម្ដងវាទៅនៅនេះម្ដងវាទៅនៅនោះអញ្ចឹងធ្វើឲ្យគេពិបាករកហើយក្រោយមកក្រុម SCP Foundation ក៏បានធ្វើការវាយប្រហារទៅកាន់ SCP-3700 នេះណាក៏ប៉ុន្តែអាចវាយប្រហារឈ្នះនោះទេដោយសារតែ SCP-3700 នេះគឺវាសាហាវគឺវាចេះងាប់ហើយវាចល័តទីតាំងរបស់វាហ្នឹងគឺខ្លាំងមែនតើគឺអត់អាចរកវាឃើញទេពេលខ្លះហើយអញ្ចឹងហើយក្រុម SCP Foundation ក៏បានដាក់ចំណាត់ថ្នាក់របស់វាឲ្យទៅជា Captor ដោយសារតែវាកាចសាហាវវាសម្លាប់មនុស្សដោយមិនប្រណីដៃហើយវាសម្លាប់ដល់សត្វផ្សេងៗផងដែរហើយគេក៏បានហាមមនុស្សនិងអ្នកនេសាទដើម្បីកុំឲ្យទៅនេសាទតំបន់ដែលមានគ្រោះថ្នាក់អញ្ចឹងណាពីព្រោះខ្លាច SCP-3700 នេះវាប្រហារហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអូខេអរគុណអ្នកគ្នាបាយ